អ្នកលក់ចេញមកហូហេតុហ្មងដែរមាននិយាយត្រង់ហ្មងមកកៅពេញបបត5,000អូយអ្នកបាត់ដំបងមកវគ្គនេះដងតខ្វាកមកមួយនឹងផ្លែឈើស្រស់ហ្នឹងណាជាច្រើនមកចាប់យកមកឆ្លាញ់ឆ្ងាញ់ត្រង់ថាមកកៅពេញបបមកអស់តែ5,000នេះអ្នកទាំងអស់គ្នាចាប់បានមកឆ្លាញ់ចាប់មកសរៃចាប់មកឆ្ងាញ់ដៃហ្មងខានណាបើអ្នកចូលចិត្តជាមួយនឹងប្រភេទបែបផ្លែឈើដែលស្រស់ថ្មីកិនជាមួយក៏អីបែបតិចតួចតិចទៀតអូយខ្ញុំរីខមមិនខ្លាំងមែនតើហ្មងនិយាយពីថាកន្លែងរបស់គាត់ណាកែរនឹកឆ្នៃប្រឌិតខ្លាំងមែនតើនៅពេលដែលខ្ញុំទៅថតជាមួយនឹងទីតាំងរបស់គាត់ណាគឺថាទទួលបានអារម្មណ៍ថាដូចទស្សនភាពនៅស្រុកគេដែលគេរើចាប់ដាក់ក្នុងកំប៉ុងឬក៏កែមកកៅពេញបបហើយយកទៅឲ្យអ្នកលក់កិនហើយឥឡូវបានមកដល់ខេត្តបាត់ដំបងយើងហើយនិយាយពីថាការរៀបចំរបស់គាត់ចេញមកខ្ញុំឲ្យអ៊ុយហ្មងជាមួយនឹងរសជាតិទឹកផ្លែឈើដែលគាត់ចិត្តមកណារៀបជាចំណិតហើយឲ្យយើងចាប់តាមចំណង់ចំណូលចិត្តស្រឡាញ់ប៉ុណ្ណាចាប់ប៉ុណ្ណឹងដឹងតែថាមកកៅតែ5,000គឺថាកិនឲ្យយើងថ្មីចង់គៀបយកទឹកក៏បានចង់កិនសាច់ផ្លែឈើជាមួយគ្នាក៏បានប៉ុន្តែនៅពេលដែលកិនហើយពីថាទទួលបានអារម្មណ៍មួយវាឆ្ងាញ់ខ្លាំងមែនតើពេលដែលយើងបឺតមកវាមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងដូចទឹកផ្លែឈើនឹងគឺថ្មីស្រស់ហើយសំខាន់ឈ្ងុយក្លិនផ្លែឈើគឺចេញមកដឹងតែស្រែកថាវ៉ាវមកជាមួយនឹងផ្លែឈើគ្រប់មុខមានតាំងពីសកាលីហោមផ្លែក្រូចមានតាំងពីម្នាស់អាឡឹកនិយាយទៅគ្រប់មុខនៅក្នុងតូបរបស់គាត់នឹងសម្រាប់អ្នកលក់គាត់បានបច្ចៈដែរលក់អត់ចំណេញច្រើនទេសំខាន់គឺបានម៉ួយច្រើនទោះចំណេញតិចក៏គាត់អូខេដែរព្រោះរសជាតិនេះណាគឺថាខ្ញុំឲ្យ10លើ10ពិសេសជាងនឹងទៀតណានិយាយពីថារឿងទឹកផ្លែឈើវិញណាគឺផ្អែមចេញមកពីផ្លែឈើគ្រប់មុខដែលយើងចាប់ដាក់កំប៉ុងនឹងបច្ចៈតិចគាត់អត់មានប្រើជាមួយនឹងប្រភេទបែបទឹកដោះគោស្រស់អីលាយជាមួយទេគឺផ្លែឈើសុទ្ធតែម្ដងហើយសំខាន់ណាស់សុទ្ធតែជាផ្លែឈើក្នុងស្រុកចម្រាញ់ខ្លាំងណាស់និយាយទៅរោតែផ្លែឈើណាដែលល្អតែបើអ្នកទាំងអស់គ្នាងាកមកមើលជាមួយនឹងទីតាំងរបស់គាត់វិញអ្នកទាំងអស់គ្នាគ្រាន់តែជិះមកតាមបណ្ដោយផ្លូវស្ពាន3មករាឬក៏ស្ពានថ្មចាស់នឹងមកត្រង់មកបាត់មកខាងស្ដាំដៃអ្នកទាំងអស់គ្នាគ្រាន់តែជិះមកតន្តិចឃើញជាមួយនឹងទឹកផ្លែឈើរបស់គាត់ដែលគាត់ដាក់ប៉ាយឈ្មោះថាជូស៊ីតាមផ្លូវហើយសំខាន់ណាស់ចាប់មកស្រឡាញ់អស់តែ5,000នេះសម្រាប់ខ្ញុំចូលចិត្តទឹកផ្លែឈើខ្លាំងដឹងតែបានដៃហើយឲ្យតែម៉ោង2រសៀលឡើងគឺគាត់ចាប់ផ្ដើមរៀបចំលក់អីរហូតដល់ម៉ោង8កន្លះយប់ទៅគាត់បិទអញ្ចឹងកុំភ្លេចសាកទាំងអស់គ្នាជាមួយនឹងទឹកផ្លែឈើស្រស់ថ្មីពីជូស៊ីតាមផ្លូវផងណាអរគុណច្រើនបាយជួបគ្នាជាមួយវីដេអូក្រោយទៀត